ចាជំរាបសួរសួស្តីបងប្អូនទាំងអស់ជាទីស្រឡាញ់ថ្ងៃនេះកំណើកំសាន្តរបស់នាងខ្ញុំជាមួយនឹងបងស្រីម៉ៅពួកយើងមកបេះ strawberry នៅPali Farm បងប្អូនចានៅ farm នេះគេមានដាំផ្លែឈើហើយនឹងផ្កាអីច្រើនណាបងប្អូនគេដាំតាមរដូវកាលប៉ុន្តែរដូវកាលនេះគឺមាន strawberry បងប្អូនចាបន្ទាប់មកនាងខ្ញុំមកមើលសត្វកន្លែងនេះសត្វពពែHello how are you ចាបន្ទាប់ពីសួស្តីសត្វហើយនាងខ្ញុំមើល location ហើយយើងត្រូវទៅណាចាឥឡូវនេះគេមានដាក់ពេលវេលាដែលត្រូវមកបេះ strawberry បន្ទាប់ដែរណាបងប្អូនចាបន្ទាប់មកយើងក៏ដើរទៅជីកគោយន្តកន្លែងនេះឲ្យសវត្តគេចាបងស្រីឲ្យសវត្តហើយមករៀងឡើងខ្ទើពីក្រោយងាកមកមើលតិចណាចាឥឡូវនេះយើងឡើងជីកគោយន្តហើយគោយន្តនេះគេដាក់ឲ្យយើងអង្គុយនេះគឺស្មៅបងប្អូនកលហ្នឹងណាចាកន្លែងនេះមានគេរៀបរាប់ជាប្រាប់យើងថាយើងនឹងទៅដល់ហ្នឹងយើងត្រូវដើរកន្លែងណាហើយយើងចូលតាមណាមានអ្នកចាំទទួលយើងពីគោយន្តហ្នឹងណាបងប្អូនចាចាឥឡូវយើងចេញដំណើរទៅហើយ Yeah the baby អូមែនតើសុំគេចុះមួយផ្លែទៅអានេះភីកចាបន្ទាប់ពីយើងឆ្លងកាត់ចកាប៉មមកហើយយើងឃើញកណ្ដប៉មកន្លែងនេះយើងចុះពីគោយន្តហើយយើងដើរសំដៅទៅចកា strawberry បងប្អូនចាអូយាយកូនក្មេងគាត់ស្វាយណាបងប្អូននេះស្ថែមខ្ញុំយកកូនខ្ញុំមកឥឡូវសាញគេបងប្អូនសាញគេប្រាប់ថាទៅកន្លែង strawberry ហ្នឹងណាចាឥឡូវយើងធ្វើដំណើរទៅហើយដើររៀងឆ្ងាយដែរ5-6នាទីដែរណាបងប្អូនមានទៅពួកប៉មមួយសិនដើរគៀនពងបាច់មួយយើងពិនិត្យមើលវាមានផ្លែអត់Everything in this line here to the right, we are not picking. You're not. Everything to the left are all the way up to the close sign. We have a couple of. ឥឡូវយើងមកដល់ចកា strawberry ហើយបងប្អូនចាដាច់កតុយភ្នែកឲ្យកុំឃើញចឹង strawberry នៅក្រោមនោះវែកទៅផ្លែនឹងទុំវិញហ្នឹងបន្ទាប់ពីបេះហើយយើងក៏ចាយើងទៅធ្វើដំណើរត្រឡប់មកវិញបងប្អូនផ្លូវទៅផ្លូវមកដោយតែគ្នាទេទេសភាពហ្នឹងស្រៀងតែគ្នាហ្នឹងបងប្អូនចាហើយពេលត្រឡប់មកវិញនោះកន្លែងនេះខ្ញុំថតឲ្យបងប្អូនមើលដើមហ្នឹងដើមប៉មហើយនេះមួយ strawberry បេះបានបងប្អូនកុំភ្លេច subscribe like Facebook ខ្ញុំម្នាក់មួយហងណាបងប្អូនអរគុណច្រើនបាយបាយ